បងប្អូនទាំងអស់គ្នាទាយមើលឃើញក្បាលវីដេអូថាថ្ងៃនេះនាងខ្ញុំមកធ្វើម្ហូបអីទៀតដែរគឺថាហត់ក្តៅមានកម្លាំងហ្មងបងប្អូនទាំងអស់គ្នាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវិធីសាស្ត្រមួយទៀតមកបង្ហាញជូនបងប្អូនទាំងអស់គ្នាគឺរបៀបធ្វើស៊ុបក្តាមដែលមានរសជាតិឆ្ងាញ់តើបងប្អូនកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំនាងខ្ញុំមានការ៉ុតមានពោតមានផ្សិតខ្មៅមានផ្សិតបញ្ជុលបងប្អូនយកចិត្តបន្លែដាក់បន្លែនឹងមកហើយចំពោះការ៉ុតនាងខ្ញុំហាន់ទូចនាងខ្ញុំមានក្តាមចំនួន1ហើយនេះគ្រឿងធ្វើទឹកស៊ុបមានមាន់មួយចំហៀងមានខ្ទឹមបារាំងមានកូនលក្រីរួចហើយដាំទឹកមកដាក់ខ្ទឹមបារាំងនិងកូនលក្រីចូលទឹកពុះដាក់អំបិលមួយចាប់ដាក់សាច់មាន់ចូលរួចហើយគ្របទុករហូតដល់សាច់មាន់របស់យើងនឹងឡើងផុយចឹងនេះខ្ញុំរងាស់មាន់រយៈពេល40នាទីឥឡូវនេះឃើញថាមាន់របស់យើងផុយហើយទឹកស៊ុបរបស់យើងគឺថាចេញជាតិបានល្អមែនទែនឡងមាន់ទុកបន្លែសិនយើងមកស្ងោរក្តាមម្ដងក្តាមយើងក៏ឆ្អិនដែរនេះស្រង់ក្តាមទុកឲ្យត្រជាក់ឥឡូវនេះសាច់មាន់របស់យើងបេះហើយប្រហិតក្តាមរបស់យើងក៏បេះរួចរាល់សាច់ក្តាមរបស់យើងក៏បេះរួចរាល់ដែរជាដំបូងដាក់ខ្ទះក្តាមចាក់ប្រេងអូលីវបន្តិចដាក់ខ្ទឹមសរំលីងខ្ទឹមឲ្យឡើងឈ្ងុយសិនមកឈ្ងុយឡើង10ផ្ទះបងប្អូនទាំងអស់គ្នារួចហើយឃើញថាខ្ទឹមរបស់យើងឈ្ងុយហើយនេះខ្ញុំបានដាក់ជាមួយនឹងការ៉ុតហើយនឹងផ្សិតខ្មៅចូលហើយដាក់ពោតចូលមកយើងឆាពោតរបស់យើងឲ្យឡើងឈ្ងុយសិនរួចហើយនេះខ្ញុំបានដាក់សាច់មាន់ចូលឆាសាច់មាន់ឲ្យចូលជាតិសព្វជាមួយនឹងបន្លែជាមួយនឹងគ្រឿងរបស់យើងមកបន្ទាប់មកនេះខ្ញុំយកបន្លែរបស់យើងដែលបានឆាបាញ់មិញមកចាក់ចូលទឹកស៊ុបដែលយើងស្ងោរមាន់ណាបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំបានគ្របទុករហូតដល់ទឹកស៊ុបរបស់យើងពុះនេះខ្ញុំមកលាយជាមួយនឹងម្សៅឆាសិនដាក់ម្សៅឆាមួយស្លាបព្រាបាយដាក់ទឹកសចូលកូរឲ្យរលាយសព្វជាមួយនឹងគ្នាកូររលាយសព្វបានល្អនេះខ្ញុំទុកបន្លែសិនគោះពងមាន់ចំនួន1គ្រាប់វាយពងមាន់ឲ្យបែកសព្វសាច់តែមួយឥឡូវនេះក៏លេចមកមើលទឹកស៊ុបរបស់យើងវិញនេះខ្ញុំដាក់អំបិល1ចុងស្លាបព្រាបាយស្ករជិត1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយរួចហើយដាក់ប្រហិតក្តាមចូលកូរទឹកស៊ុបរបស់យើងជាមួយបន្លែឲ្យចូលសព្វគ្នាបន្តិចនេះខ្ញុំដាក់ជាមួយនឹងផ្សិតបញ្ចូលចូលដាក់ផ្សិតបញ្ចូលហើយគឺយើងកូរបន្តិចទៀតរួចហើយនឹងខ្ញុំចាក់សាច់ក្តាមចូលសាច់ក្តាមរបស់យើងបានតែកន្លះកូនចានទេបងប្អូនទាំងអស់គ្នាព្រោះថានេះខ្ញុំអត់សូវចេះបកដែរបន្ទាប់មកខ្ញុំដាក់ពងមាន់ចូលប៉ុន្តែនេះខ្ញុំចង់បានសរសៃវែងគឺនេះខ្ញុំត្រង់គឺយើងយកកត្រងមួយមកហើយយើងត្រង់ទៅមកនៅលើទឹកស៊ុបរបស់យើងបងប្អូនឃើញបានសរសៃវែងល្អមែនតើឃើញថាទឹកស៊ុបរបស់យើងចិត្តឆ្អិនហើយនេះខ្ញុំក៏បានចាក់ម្សៅឆាចូលចំពោះម្សៅឆាបងប្អូនពេលដែលយើងចាក់ភ្លាមគឺយើងកូរភ្លាមកុំទុកយូរកុំឲ្យម្សៅឆារបស់យើងឡើងកកឥឡូវនេះឃើញថាស៊ុបរបស់យើងបានមួយពុះទៀតហើយអញ្ចឹងឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំក៏បានដាក់ចុះដាក់ចានដល់វគ្គញ៉ាំហើយបងប្អូនទាំងអស់គ្នាយើងញ៉ាំក្តៅអញ្ចឹងគឺថារសជាតិឆ្ងាញ់មែនទែនហើយមានកម្លាំងព្រឹសហ្មងណាដាក់ចានហើយនេះខ្ញុំបន្ថែមជាមួយនឹងជីបានសុយពីលើរសជាតិគឺថាទ្វេកូនហ្មងបងប្អូនទាំងអស់គ្នាបងប្អូនឃើញតែវីដេអូគឺថាតំណងមែនទែនហ្មងប៉ុន្តែរសជាតិវិញគឺថាគុណនឹង2គុណនឹង3នេះខ្ញុំមកវយសលេងគឺថា clean ទៀតហើយបងប្អូនទាំងអស់គ្នាពេលដែលយើងវយសលេងអញ្ចឹងយើងនឹកឃើញរសជាតិដែលយើងញ៉ាំគឺថាឆ្ងាញ់មែនទែនបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានាលើរសជាតិគឺថាឆ្ងាញ់អត់ខកបំណងទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់